ក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាបានចាត់ទុកថាវិជាការគួរឲ្យសោកស្ដាយបំផុតមួយចំពោះករណីផ្ទុះអាវុធដែលបង្កឡើងដោយកម្លាំងយោធាថៃចំនួន5លើកកាលពីព្រឹកថ្ងៃ29ខែមេសាឆ្នាំ2026ក្នុងនោះមានការបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន9គ្រាប់ហេតុការណ៍នេះកើតឡើងនៅក្នុងខណៈពេលដែលក្រសួងការពារជាតិកម្ពុជាបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី2ប្រចាំឆ្នាំ2026របស់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចុះសង្កេតការណ៍នៅឯច្រកអូស្មាច់ខេត្តឧត្តរមានជ័យដើម្បីពិនិត្យផ្ទៀងផ្ទាត់ស្ថានភាពនៅក្រៅបទឈប់បាញ់ចូលជាធរមានសកម្មភាពបែបនេះរបស់ភាគីថៃគឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាដើម្បីកាត់បន្ថយភាពតានតឹងនិងលើកកម្ពស់សន្តិភាពសន្តិសុខនិងភាពស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែនហើយកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់សូមបញ្ជាក់ជូនថានៅមុនពេលចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ RBC នៃយោធភូមិភាគទី4កម្ពុជាបានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅដល់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ RBC នៃកងទ័ពភូមិភាគ2របស់ថៃរួចរាល់ហើយសូមរំលឹកដែរថាក្នុងសប្តាហ៍នេះក្រសួងការពារជាតិកម្ពុជាបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី2ប្រចាំឆ្នាំ2026របស់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រជាណាចក្រកម្ពុជាដើម្បីចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃមានដូចជានៅតំបន់អូភ្លុកដំរីច្រកជ័យជំនះក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ដែលកងទ័ពថៃបន្តកាន់កាប់ដោយខុសច្បាប់ហើយបានបន្តរីបន្លាលួសហើយនឹងទូកុងតឺន័រនិងក៏បានចុះទៅពិនិត្យមើលស្ពានស្ទឹងមេទឹកក្នុងខេត្តពោធិ៍សាត់ដែលបានរងការវាយប្រហារដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់កងអាកាសថៃកាលពីថ្ងៃ13ខែធ្នូឆ្នាំ2025សកម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខនិងសន្តិភាពមិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេក៏ប៉ុន្តែក៏សម្រាប់តំបន់ហើយនិងពិភពលោកទាំងមូលក្នុងនាមជារដ្ឋដែលគោរពច្បាប់និងមានការទទួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរដែលរួមចំណែកដល់សន្តិភាពស្ថិរភាពនិងភាពឯកភាពនៅក្នុងអាស៊ានគឺទាមទារការបដិញ្ញាចិត្តពិតប្រាកដនិងគោរពពេញលេញចំពោះច្បាប់អន្តរជាតិធម្មនុញ្ញអាស៊ានក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសទៅកាន់តំបន់ព្រំដែនស្ថានទូតបរទេសប្រចាំកម្ពុជាដែលបានចូលរួមបានសម្ដែងការគាំទ្រចំពោះដំណើរទស្សនកិច្ចនិងដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងក៏ដូចជាពង្រឹងប្រសិទ្ធភាពនៃបទឈប់បាញ់ជាក់ស្ដែងស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook របស់ខ្លួនថាស្ថានទូតអង់គ្លេសនៅតែបន្តតាមដានយ៉ាងជាប់លាប់នៅស្ថានភាពនៅតាមព្រំដែននិងផលប៉ះពាល់ទៅលើសហគមន៍ក្នុងតំបន់ស្ថានទូតអង់គ្លេសបញ្ជាក់ថាបានចូលរួមដំណើរទស្សនកិច្ចរបស់កងអនុព័ន្ធយោធាបរទេសសប្តាហ៍នេះទៅកាន់ខេត្តពោធិ៍សាត់បន្ទាយមានជ័យនិងឧត្តរមានជ័យដើម្បីទទួលបានព័ត៌មានថ្មីអំពីស្ថានភាពជាក់ស្ដែងនិងអនុញ្ញាតឲ្យយើងយល់កាន់តែច្បាស់អំពីផលប៉ះពាល់របស់វាហើយក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហការីនៅក្រសួងការពារជាតិដែលបានរៀបចំដំណើរទស្សនកិច្ចនេះនិងឆន្ទៈក្នុងការចែករំលែកទស្សនៈរបស់ពួកគេជាមួយនឹងសហគមន៍អន្តរជាតិចំណែកស្ថានទូតជប៉ុនប្រចាំកម្ពុជាដែលបានចាត់មន្ត្រីទីប្រឹក្សានិងអនុព័ន្ធយោធាមួយរូបនិងប្រធានផ្នែកកិច្ចការនយោបាយមួយរូបឲ្យចូលរួមក្នុងដំណើរទស្សនកិច្ចនេះក៏បានបង្ហោះសារដែលមានន័យថារដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តយ៉ាងពិតប្រាកដនៃកិច្ចព្រមព្រៀងឈប់បាញ់ហើយនឹងបន្ថយភាពតានតឹងដោយសហការជាមួយនឹងបណ្ដាប្រទេសពាក់ព័ន្ធនានាហើយនឹងបន្តផ្ដល់ជំនួយនៅក្នុងទម្រង់ផ្សេងៗ